បន្ទាប់អំពីការរៀនចប់គម្ពីរត្រៃវេទឥសីពីស្វាមិត្តបានរៀបចំហោមពិធីដើម្បីជាកិត្តិយសដង្ហែព្រះរាមនិងព្រះលក្សណ៍ដែលជាសិស្សរបស់ខ្លួនទៅកាន់នគរវិញថ្ងៃមួយមានយក្សមួយឈ្មោះថាកកណាសូក្រឡាខ្លួនជាក្អែកយ៉ាងធំសម្បើមមកយាយីអាស្រមរបស់ឥសីពីស្វាមិត្តក៏បានជប់ធ្នូអបព្រះរាមបាញ់សម្លាប់កកណាសូក្នុងពេលនោះទៅក្រោយមកឥសីបាននាំព្រះរាមនិងព្រះលក្សណ៍ទៅចូលរួមពិធីលើកធ្នូនៅនគរមិថិលាដើម្បីផ្សងយកនាងសីតាជាមហេសីក្នុងចំណោមបេក្ខជនជាច្រើនមានតែព្រះរាមម្នាក់គត់ដែលលើកធ្នូនោះរួចហើយក៏បានរៀបអភិសេកជាមួយនាងសីតាបន្ទាប់ពីចប់ពិធីព្រះបាទទសរថបាននាំបុត្រនិងកូនប្រសារវិលត្រឡប់មកនគរអយុធ្យាវិញប៉ុន្តែនៅពាក់កណ្ដាលផ្លូវបានជួបប្រទះនឹងយក្សមួយឈ្មោះថារាមាសូដែលមកបញ្ឆេះកំហឹងតែត្រូវព្រះរាមមកក្រាបបានលុះមកដល់នគរព្រះបាទទសរថមានបំណងលើព្រះរាមឲ្យឡើងសោយរាជ្យប៉ុន្តែដោយសារព្រះនាងកៃកេសីបានជំទាស់ដោយទាមទារយកពាក្យសន្យាកាលពីមុនដោយសន្យាថានឹងឲ្យបុត្ររបស់នាងព្រះភិរុតឡើងសោយរាជ្យនិងបណ្ដេញព្រះរាមឲ្យទៅរស់នៅក្នុងព្រៃរយៈពេល14ឆ្នាំព្រះរាមសុខចិត្តធ្វើតាមព្រះរាជបំណងរបស់មាតាចុងនិងព្រះបិតារបស់ទ្រង់ដោយមាននាងសីតានិងព្រះលក្សណ៍ព្រមស្ម័គ្រដង្ហែទៅជាមួយក្នុងព្រៃពួកគេបានជួបនឹងគោខណ្ឌជាស្ដេចព្រៃរួចបន្តដំណើរទៅបួសជាឥសីនៅភ្នំចិត្រកូដខ្សែ2ក្នុងដំណើរទៅកាន់ភ្នំចិត្រកូដដោយអំណាចបារមីរបស់ព្រះរាមបានធ្វើឲ្យដងព្រៃព្រឹក្សាលតាវល្លិនានាដែលធ្លាប់តែក្រៀមស្ពត់ស្រពោនត្រឡប់មកជាស្រស់បំព្រងឡើងវិញពួកគេបានជួបនឹងឥសីពីរទ្វាតដែលបានបង្ហាញផ្លូវទៅកាន់ភ្នំចិត្រកូដដែលនៅទីនោះសត្វសាហាវប្រែជាស្លូតបូតនៅឯនគរអយុធ្យាវិញព្រះបាទទសរថបានសោយទីបង្គត់ព្រះភិរុតដែលត្រឡប់មកពីទីឆ្ងាយកាលបើជ្រាបដំណឹងពិតក៏ខឹងនឹងមាតាកៃកេសីជាខ្លាំងបន្ទាប់ពីបុណ្យសពព្រះបិតារួចព្រះភិរុតនិងសុគ្រុតរួមទាំងមាតាទាំង3បានលើកទ័ពទៅអង្វរឲ្យព្រះរាមត្រឡប់មកសោយរាជ្យវិញទោះបីជាមានការអង្វរកយ៉ាងណាក៏ដោយក៏ព្រះរាមបដិសេធមិនត្រឡប់មកវិញព្រោះត្រូវរក្សាពាក្យសច្ចៈហើយបានប្រទានសុពណ៌បានឲ្យព្រះភិរុតនាំទៅនគរវិញព្រះរាមក៏សម្រេចចិត្តនាំមហេសីនិងអនុជយាងចូលព្រៃកាន់តែជ្រៅទៅរហូតបានជួបប្រយុទ្ធជាមួយនឹងយក្សមួយដែលមាននាមថាពិរាតដែលប៉ុនប៉ងឆក់យកនាងសីតាខ្សែ3ព្រះរាមបានបាញ់សម្លាប់យក្សពិរាតដែលព្យាយាមយាយីនិងឆក់យកនាងសីតារួចបន្តដំណើរទៅកាន់ភ្នំកន្ធកានពន្ធនៅទីនោះសូបនខាជាប្អូនស្រីរបស់ក្រុងរាពណ៍បានឃើញរូបសម្រស់របស់ព្រះរាមក៏កើតក្តីស្នេហាចំពោះព្រះរាមរួចក៏ក្រឡាខ្លួនជាស្រីស្អាតមកលួងលោមព្រះរាមបានបដិសេធរួចក៏បញ្ជូននាងទៅនោះព្រះលក្សណ៍ប៉ុន្តែព្រះលក្សណ៍ខឹងក៏ចាប់នាងកាត់ដៃកាត់ច្រមុះនិងកោសក់នាងសូបនខាក៏បានទៅរកបងប្រុសរបស់នាងគឺក្រុងខមកសងសឹកប៉ុន្តែក្រុងខនិងសេនាត្រូវបានព្រះរាមបាញ់សម្លាប់ទាំងអស់នាងសូបនខាក៏បានហោះទៅកាន់ក្រុងលង្កាបានញុះញង់បងប្រុសរបស់ខ្លួនមួយទៀតគឺក្រុងរាពណ៍ឲ្យមកឆក់ដណ្ដើមយកនាងសីតាក្រុងរាពណ៍បានប្រើល្បិចកលឲ្យសេនារបស់ខ្លួននាមថាមហារាជប្រែក្រឡាជាប្រុសមាសមកបញ្ឆោតបង្អួតភ្នែកនាងសីតាចង់បានស្បែកប្រុសមាសនោះក៏បង្ខំឲ្យព្រះរាមចេញទៅបរបាញ់ពេលនោះព្រះរាមបានចេញទៅបាត់ក្រុងរាពណ៍ក៏ក្រឡាខ្លួនជាឥសីចូលមកលួងលោមរួចក៏ឆក់យកនាងសីតាទៅតាមអាកាសបាត់ទៅខ្សែ4នៅពេលដែលក្រុងរាពណ៍បានហោះទៅកាន់អាកាសពេលនោះក្អែកមួយមាននាមថាចតាយុបានឃើញក្រុងរាពណ៍នាំនាងសីតាហោះកាត់ក៏បានហោះមកពាំងប្រយុទ្ធប៉ុន្តែត្រូវក្រុងរាពណ៍ប្រើល្បិចដោះចិញ្ចៀនពីដៃនាងសីតាចោលទៅបាក់ស្លាប់ចតាយុធ្លាក់ដល់ដីក្រុងរាពណ៍ក៏បាននាំនាងសីតាទៅទុកក្នុងសួនអសោកនៅលង្កាព្រះរាមនិងព្រះលក្សណ៍បានតាមរកព្រះនាងរហូតទៅជួបនឹងចតាយុដែលប្រាប់ដំណឹងមុនពេលខ្លួនស្លាប់បន្ទាប់មកព្រះអង្គបានសម្លាប់យក្សកំពន់នៅព្រៃហេមពានមានរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងក្របីទូពីនៅក្នុងគុហាសុគ្រីពជាប្អូនយាមនៅមាត់រូងឃើញឈាមហូរមកច្រឡំថាជាឈាមរបស់បងប្រុសក៏បានបិទមាត់រូងរួចក៏ត្រឡប់មកសោយរាជ្យជំនួសកាលពាលីចេញពីគុហាមកវិញក៏ខឹងសុគ្រីពយ៉ាងខ្លាំងហើយដេញវាយសុគ្រីពរហូតទៅរត់ទៅជ្រកនៅក្នុងភ្នំវាំងគង់បរពតខ្សែ5
ព្រះរាមនិងព្រះលក្សណ៍យាងទៅដល់កន្លែងសុគ្រីពស្នាក់នៅហនុមានដែលជាសេនាសុគ្រីពបានចេញមកស៊ើបការរួចក៏ថ្វាយខ្លួនជាសេនាដល់ព្រះរាមបានជួបសុគ្រីពនិងសន្យាថានឹងជួយយកនគរខាស់ខណ្ឌបូរីមកវិញជាការដោះដូរនិងការទៅជួយនាងសីតារួមគ្នាព្រះរាមបានបង្ហាញឫទ្ធិរបស់ព្រះអង្គដោយបាញ់ដើមសព្វដាលឲ្យសុគ្រីពជឿជាក់បន្ទាប់មកព្រះរាមបានជួយសម្លាប់ពាលីដោយមានការស្នើសុំរបស់សុគ្រីពមុននឹងស្លាប់ពាលីបានផ្ដាំទៅអង្គតនិងសុគ្រីពឲ្យបម្រើព្រះរាមក្រោយពេលពាលីស្លាប់សុគ្រីពបានសោយរាជ្យនៅខាស់ខណ្ឌបូរីវិញប៉ុន្តែរវល់តែសបាយភ្លេចកេណ្ឌទ័ពតើតែប្រលាក់ញើសារទៅដាស់តឿនទើបផ្អើលឆោឡោខ្សែ6សុគ្រីពបាននាំហនុមានទៅគាល់ព្រះរាមនិងជ្រើសរើសហនុមានឲ្យទៅស៊ើបការនៅលង្កាហនុមានបានទទួលចិញ្ចៀនពីព្រះរាមទុកជាភ័ស្តុតាងឲ្យនាងសីតាជឿនៅតាមផ្លូវហនុមានបានសម្លាប់ហិង្សអសុរានេករាជនិងឆ្លងកាត់ឧបសគ្គជាច្រើនរហូតដល់នគរលង្កាហនុមានបានលួចចូលទៅដល់ប្រាសាទក្រុងរាពណ៍ហើយបានប្រល្បិចចងសក់ក្រុងរាពណ៍ជាប់នឹងនាងមណ្ឌលគិរីបន្ទាប់មកហនុមានបានទៅជួបនាងសីតានៅសួនអសោកនិងប្រគល់ចិញ្ចៀនថ្វាយមុននឹងត្រឡប់មកវិញហនុមានបានបំផ្លាញសួនច្បារនិងសម្លាប់សហកុមារជាបុត្ររបស់ក្រុងរាពណ៍ឥន្ទ្រជិតបានថ្លែងសរចាប់ហនុមានយកទៅដុតតែហនុមានបានប្រើភ្លើងនោះដុតបំផ្លាញទីក្រុងលង្កាឲ្យវិនាសសាបសូន្យទៅខ្សែ7ព្រះរាមជ្រាបដំណឹងពីហនុមានក៏ត្រេកអរយ៉ាងខ្លាំងព្រះអង្គបានបញ្ជាឲ្យហនុមាននិងអង្គតទៅចងសម្ព័ន្ធជាមួយមហាជម្ពូនៅព្រៃហេមពាន្តក្រោយពីមានការយល់ព្រមនិងការពិគ្រោះបន្តិចបន្តួចមហាជម្ពូក៏យល់ព្រមចុះចូលជាមួយព្រះរាមនិងបញ្ជូនសេនាពូកែគឺខុននិលនិងខុននុលមកជួយព្រះរាមបានបញ្ជាឲ្យកងទ័ពស្វាទាំងអស់សង់ស្ពានឆ្លងសមុទ្រទៅកាន់កោះលង្កាទោះបីជាមានការរំខានពីពួកមច្ឆានិងនាគក៏ដោយការសង់ស្ពានបានសម្រេចដោយជោគជ័យតាមរយៈការអន្តរាគមន៍ពីនាងមេខលាខ្សែ8ក្រុងរាពណ៍បានពិភាក្សាជាមួយពិភេកជាប្អូនអំពីសង្គ្រាមពិភេកបានទាយថានគរលង្កានឹងត្រូវវិនាសហើយណែនាំឲ្យសងនាងសីតាទៅព្រះរាមវិញក្រុងរាពណ៍កើតចិត្តខឹងសម្បាចំពោះពិភេកជាប្អូនក៏បានដេញចេញពីនគរពិភេកបានរត់ទៅចោះចូលជាមួយព្រះរាមទទួលពិភេកទុកជាហោរាប្រចាំកាយក្រុងរាពណ៍បានព្យាយាមតើល្បិចផ្សេងៗដើម្បីបញ្ឈឺចិត្តព្រះរាមរួមទាំងនាំនាងសីតាជិះរាជរថមកបង្ហាញខ្លួននៅក្នុងសមរភូមិទៀតផងព្រះរាមបានចាត់អង្គតឲ្យនាំសារទៅក្រុងរាពណ៍អង្គតបានសម្ដែងឫទ្ធិអង្គុយស្មើក្រុងរាពណ៍និងសម្លាប់សេនាយៈជាច្រើនមុនពេលត្រឡប់មកវិញក្រុងរាពណ៍បានបង្ខំឲ្យកុម្ភកាជាប្អូនចេញមកធ្វើសង្គ្រាមខ្សែ9កុម្ភកាបានលើកទ័ពមកច្បាំងប៉ុន្តែត្រូវពិភេកនិយាយលួងលោមឲ្យចុះចូលតែមិនសម្រេចក្នុងការប្រយុទ្ធកុម្ភកាបានប្រើមោងកស័កចោលទៅត្រូវប្រលាក់ឲ្យសន្លប់បាត់បង់ស្មារតីហនុមានទៅរកថ្នាំនៅក្នុងហេមពាន្តនិងបានទៅលួចថ្មរត់នៅក្រោមផ្នែករបស់ក្រុងរាពណ៍រួមទាំងខាត់ដំណើរព្រះអាទិត្យដើម្បីជួយសង្គ្រោះជីវិតប្រលាក់ក្រោយពេលជាសះស្បើយប្រលាក់បានបាញ់សម្លាប់កុម្ភកាវិញក្រុងរាពណ៍កើតចិត្តខឹងសម្បាយ៉ាងខ្លាំងក៏បញ្ជាឲ្យឥន្ទ្រជិតចេញមកច្បាំងថែមទៀតឥន្ទ្រជិតបានថ្លែងសរជានាគពាន់ប្រលាក់និងកងទ័ពស្វាទាំងអស់ព្រះរាមកាលបើឃើញដូច្នោះក៏មានចិត្តសោកស្ដាយយ៉ាងខ្លាំងរហូតដល់ទេវតាបញ្ជូនគ្រឹកមកជួយឲ្យដេញនាគទើបកងទ័ពទាំងអស់រស់ឡើងវិញខ្សែ10ឥន្ទ្រជិតចេញច្បាំងសារជាថ្មីនិងប្រើល្បិចបាំងបាត់ក្នុងពពកដើម្បីកាប់សម្លាប់ទ័ពស្វាព្រះរាមបានបន់ស្រន់ដល់ទេវតាទាំងឡាយឲ្យមើលឃើញជាក់រួចក៏ថ្លែងសរព្រមាសសម្លាប់ឥន្ទ្រជិតស្លាប់ក្នុងសមរភូមិក្នុងពេលនោះទៅក្រុងរាពណ៍មានការសោកស្ដាយយ៉ាងខ្លាំងដែលបានបាត់បង់បុត្ររបស់ខ្លួនហើយក៏បញ្ជូនបុត្រ10នាក់ទៀតដើម្បីមកចេញច្បាំងប៉ុន្តែត្រូវសេនាស្វានិងប្រលាក់សម្លាប់ចោលទាំងអស់ក្រុងរាពណ៍អស់សង្ឃឹមក៏បញ្ជាឲ្យទៅអញ្ជើញក្រុងមូលិបមកជួយច្បាំងបន្តថែមទៀតខ្សែ75បន្ទាប់ពីឈ្នះសង្គ្រាមនិងត្រឡប់មកអយុធ្យាវិញថ្ងៃមួយនាងយក្ខិនីមួយឈ្មោះអាតលីក្រឡាខ្លួនជាស្រីស្នំមកបញ្ឆោតនាងសីតាឲ្យគូសរូបក្រុងរាពណ៍ព្រះរាមត្រឡប់មកឃើញរូបក៏យល់ច្រឡំថានាងសីតានៅតែមានចិត្តអាឡោះអាល័យនឹករលឹកដល់ក្រុងរាពណ៍ទើបបញ្ជាឲ្យព្រះលក្សណ៍យកនាងសីតាដែលកំពុងមានគភ៌ទៅសម្លាប់ចោលព្រះលក្សណ៍មានចិត្តអាណិតក៏បានដោះលែងនាងសីតារត់ចូលក្នុងព្រៃហើយក៏បានយកប្រខ័ណ្ឌទៅវះយកថ្លោមសត្វទ្រាយមកថ្វាយព្រះរាមជំនួសវិញ
នាងសីតាបានទៅជ្រកកោនជាមួយនឹងឥសីមួយអង្គមានឈ្មោះថាវិជ្ជប្រិតនៅបានប្រសូតបុត្រមួយអង្គមានព្រះនាមថាព្រះរាមលក្សណ៍ថ្ងៃមួយតើនាងបាននាំបុត្រទៅស្រង់ទឹកប៉ុន្តែមិនបានជម្រាបដល់ឥសីការនេះធ្វើឲ្យឥសីដែលចេញពីសមាធិមានចិត្តភ័យហើយក៏បានជួបកុមារម្នាក់ទៀតដែលមានសន្តានទ្រង់ទ្រាយដូចជារាមលក្សណ៍ក្រោយមកមានឈ្មោះថាជប្បលក្ខណ៍កុមារទាំងពីរបានរៀនចប់សិលសាស្ត្រនិងវិជ្ជាបាញ់ធ្នូពីលោកតាឥសីរហូតដល់មានឫទ្ធិខ្លាំងពូកែខ្សែ76ថ្ងៃមួយកុមារទាំងពីរបានបាញ់សាកល្បងធ្វើឲ្យកក្រើកដល់ស្ថានសួគ៌និងបដាលសូរស័ព្ទនៃឫទ្ធិអំណាចនេះបានលើដល់ព្រះរាមនៅក្នុងក្រុងអយុធ្យាទ្រង់ក៏បានចាត់ឲ្យគេដោះលែងសេះសដើម្បីរករកអ្នកមានបុណ្យដោយមានហនុមានអមដំណើរតាមពីក្រោយកាលបារាមលក្ខណ៍និងជប្បលក្ខណ៍ឃើញសេះក៏នាំគ្នាចាប់ជិះលេងហនុមានក៏ស្ទុះទៅចាប់កុមារទាំងពីរតែត្រូវកុមារទាំងពីរវាយសន្លប់និងចាប់ចងបង្ខាំងទុកព្រះរាមកើតចិត្តខឹងសម្មាក៏បញ្ជាឲ្យអនុជលើកទ័ពមកបង្ក្រាបខ្សែ77កងទ័ពព្រះរាមដែលដឹកនាំដោយព្រះទារុតនិងសុគ្រុតបានមកតតាំងជាមួយកុមារទាំងពីរក្នុងសមរភូមិរាមលក្ខណ៍ត្រូវបានគេចាប់ខ្លួនទៅឃុំនៅក្នុងក្រុងអយុធ្យាឯជប្បលក្ខណ៍ក៏បានរត់ទៅប្រាប់ដំណឹងដល់មាតាក្រោយមកដោយមានជំនួយពីនាងទេពរាមពានិងចិញ្ចៀនរបស់នាងសីតាជប្បលក្ខណ៍បានចូលទៅជួយរាមលក្ខណ៍ឲ្យរួចចេញពីការឃុំព្រះរាមបានចេញមកតតាំងដោយផ្ទាល់ប៉ុន្តែសររបស់ភាគីទាំងពីរមិនអាចធ្វើអន្តរាយដល់គ្នាបានឡើយក្រោយពីការសាកសួរទើបដឹងថាកុមារទាំងពីរនេះជាបុត្របង្កើតរបស់ព្រះអង្គខ្សែ79ព្រះរាមបានសុំទោសនិងអង្វរករដល់បុត្រទាំងពីរឲ្យចូលនគរវិញប៉ុន្តែកុមារមិនយល់ព្រមរហូតដល់យាងទៅដល់អាស្រមរបស់ឥសីព្រះរាមបានព្យាយាមលួងលោមនាងសីតាឲ្យវិលត្រឡប់មកតាមខ្លួនតែមិនសម្រេចនាងមិនព្រមមកប៉ុន្តែនាងអនុញ្ញាតឲ្យបុត្រទាំងពីររបស់នាងមករស់នៅជាមួយបិតាវិញព្រះរាមក៏បាននាំកុមារទាំងពីរមកកាន់ក្រុងអយុធ្យានិងបានរៀបចំឲ្យមានអ្នកបម្រើឆ្វេងស្ដាំយ៉ាងសមរម្យដោយនឹករលឹកដល់នាងសីតាខ្លាំងពេកព្រះរាមបានប្រាឧបាយកលខ្លាយធ្វើជាសុគតដើម្បីបញ្ឆោតឲ្យនាងសីតាចូលនគរមកគោរពសពរបស់ខ្លួនកាលបើនាងសីតាដឹងថាជាការបញ្ឆោតនាងក៏មានការខឹងសម្បាចំពោះព្រះរាមយ៉ាងខ្លាំងហើយក៏បានអធិដ្ឋានឲ្យនាងគង្ហីងធរណីមកលេបយកនាងទៅនៅឋានបដាលព្រះរាមបានព្យាយាមដេញតាមនិងចាត់ហនុមានឲ្យស្វែងរកគ្រប់ទីកន្លែងប៉ុន្តែរកមិនឃើញទើបព្រះអង្គសរសេរសម្បត្តិថ្លៃសរទៅកាន់ពិភេកនៅលង្កាដើម្បីឲ្យរកដំណោះស្រាយបន្តទៀត